គីមចុងអ៊ុនគ្រប់គ្រងទទួលបានកិច្ចការពីសន្តិសុខផ្ទាល់ខ្លួនដែលទាក់ទងនឹងលោកកំពុងធ្វើឃាតនាយកប្រតិបត្តិលោកគីមចុងអ៊ុនគ្រប់គ្រងលេខ3រូបដែលបានទទួលការងារសន្តិសុខផ្ទាល់ខ្លួនជាប្រធានទស្សនៈច្បាប់ស្ដីបន្ទោសដល់ផែនការធ្វើឃាតរូបលោកសម្រងសំណេររបស់លោកស្រីនៅថ្ងៃប្រហោះក្រសួងបង្រួបបង្រួមសុខភាពអង្គភាពចំនួន3ដែលទទួលការដោះស្រាយលើបញ្ហាសន្តិសុខគណៈរដ្ឋមន្ត្រីមានថ្មីមកជំនួសវិញក្រសួងធម្មការបង្រួបបង្រួមកូរ៉េបានឲ្យដឹងបន្ថែមថាការរើបម្រាយនេះឃើញមានប៉ុន្មានដងសម្រាប់ទាហានមួយកន្លែងតើសង្គ្រាមលោកទី3នឹងអាចកើតឡើងម្ដងទៀតដែរឬទេបងប្អូនចាំតាមដានព័ត៌មាននេះឲ្យបានដិតដល់ព្រោះអីពិភពលោកឥឡូវមិនដូចពីមុនឡើយមហាអំណាចធំ